ខាងលើម្នាក់នេះហ៎គឺជា CEO របស់ក្រុមហ៊ុនមួយថ្ងៃមួយក្រុមហ៊ុនគាត់បានជួបបញ្ហាហើយបានជប់បំណុលជាច្រើនគាត់ក៏បាននឹកឃើញថាត្រូវបើកប្រាក់ខែនិងប្រាក់លើកទឹកចិត្តដល់បុគ្គលិកពួកគាត់ក៏បានរៀបចំប្រជុំក្រោយពីឆែកមើលរួចគាត់បានឃើញថាអត្រានៃប្រាក់រង្វាន់របស់បុគ្គលិកម្នាក់ៗត្រូវបានកាត់បន្ថយរហូតដល់ទៅ$2000អ្នកគ្រប់គ្រងទាំង CEO ពិតជាមានការមិនសប្បាយចិត្តជាខ្លាំងព្រោះឆ្នាំមុនប្រាក់ដែលពួកគាត់ទទួលបាននោះគឺ$6000 Manager ពិបាកចិត្តជាខ្លាំងមិនដឹងគួរប្រឈមមុខជាមួយនឹងបុគ្គលិកបែបណានោះទេគាត់ឆោឡោឈួរច្បល់នៅអត់សុខអត់ដឹងត្រូវហាមាត់និយាយបែបណាពួកបុគ្គលិកម្នាក់ៗសុទ្ធតែមានបន្ទុករៀងៗខ្លួនប៉ុន្តែងាកមកមើល CEO វិញគាត់បែរជាញញឹមរួចនៅឡើងស្ងៀមហ្មងហើយគាត់ក៏និយាយថាខ្ញុំមានមធ្យោបាយហើយលុះដល់ស្អែកឡើងមិនទាន់បានអីផងមានពាក្យចចាមរ៉ាមលេចលើពេញ office ថាក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកហើយមុនថ្ងៃឈប់សម្រាកនេះលើបែបហ្នឹងបុគ្គលិកម្នាក់ៗនាំគ្នាសេតពិបាកចិត្តបុគ្គលិកខ្លះនាំគ្នាវាយ CV ថ្មីរកការងារខ្លះទៀតអង្គុយយំបារម្ភពីបញ្ហាជួលផ្ទះអត់មានលុយអីគេខ្លះទៀតបារម្ភពីគ្រួសារមានម្ហូបមានអីណាឲ្យគ្រួសារញ៉ាំទៅបើសិនជាអត់ការងារធ្វើតែ3ថ្ងៃក្រោយមក CEO ក៏បានប្រកាសហៅបុគ្គលិកទាំងអស់ចូលប្រជុំប៉ុន្តែម្នាក់ៗមុខមិនរីកនោះទេព្រោះគិតថា CEO នឹងប្រកាសបញ្ឈប់បុគ្គលិកក្រោយមក CEO ក៏បានមកដល់រួចនិយាយថាខ្ញុំដឹងនឹងបានលើពាក្យចចាមបារម្ភទាំងអស់ហើយពិតប្រាកដណាស់ឆ្នាំនេះក្រុមហ៊ុនរបស់យើងពិតជាជួបការលំបាកជាខ្លាំងប៉ុន្តែខ្ញុំមកថ្ងៃនេះចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាបុគ្គលិកដែលនៅក្នុងក្រុមហ៊ុនទាំងអស់មិនត្រូវបានបញ្ឈប់នរណាគេម្នាក់នោះទេលើបែបនេះភ្លាមបុគ្គលិកម្នាក់ៗនាំគ្នាដកដង្ហើមធំហើយនាំគ្នាស្រែកហូរពេញនឹងហ្មង CEO ក៏បានបន្តទៀតដែរថាគ្មាននរណាគេម្នាក់អាចចាក់ចេញពីក្រុមហ៊ុននេះបាននោះទេអ្នកទាំងអស់គ្នាដឹងអត់អ្នកទាំងអស់គ្នានឹងហើយគឺជាមូលហេតុដែលអាចធ្វើឲ្យក្រុមហ៊ុនងើបឈរវិញបានបុគ្គលិកម្នាក់ៗនាំគ្នាញញឹមខ្លះទៀតរំភើបដល់យំទៀតគ្រាន់តែលើពាក្យនឹងចេញពីមាត់មេភ្លាមម្នាក់ៗនាំគ្នាធូរចិត្តដូចដកបន្លាចេញពីទ្រូងអញ្ចឹងហើយមេក៏បានបន្តទៀតដែរថាប៉ុន្តែយ៉ាងណាក៏ដោយឥឡូវនេះដើម្បីតែត្រូវបន្តក្រុមហ៊ុនឲ្យនៅឈរជើងបានក្រុមហ៊ុនបានសម្រេចចិត្តកាត់បន្ថយប្រាក់រង្វាន់$4000លើបែបនឹងភ្លាមម្នាក់ៗនាំគ្នាតម្លាក់ទឹកមុខទៀតហើយប៉ុន្តែអត់មាននរណាគេម្នាក់មានការតវ៉ាអ្វីនោះទេព្រោះអីវាប្រសើរជាជាងការបាត់បង់ការងារសុខចិត្តកាត់បន្ថយបណ្ណោះឲ្យតែនៅមានការងារធ្វើក៏មានប្រាក់ខែរាល់ខែអញ្ចឹមអ្នកផ្ទះដែរតែ2ថ្ងៃក្រោយមកទៀត CEO គាត់ក៏បានបើកការប្រជុំម្ដងទៀតលើកនេះគាត់បាននិយាយថាខ្ញុំព្យាយាមនិយាយជាមួយនឹងដៃគូវិនិយោគរបស់យើងធនាគារនិងភ្ញៀវធំៗរួចហើយក៏ទទួលបានការគាំទ្រមកវិញដែរអញ្ចឹងឥឡូវហ្នឹងបណ្ណោះរបស់យើងកាត់បន្ថយត្រឹមតែ$2000តែប៉ុណ្ណោះប៉ុន្តែលើកបែបហ្នឹងភ្លាមបុគ្គលិកម្នាក់ៗនាំគ្នាគ្របឈរឡើងស្រែកហូរទះដៃឲ្យ CEO ដោយក្តីគោរពនិងរំភើបជាខ្លាំងពេញបន្ទប់ហ្មងម្នាក់ៗនាំគ្នាសរសើរ CEO មិនដាច់ពីមាត់ទេអញ្ចឹងមិនថាអ្នកទាំងអស់គ្នាធ្វើជា CEO ខួរក្បាលមិនមែនលំទេអ្នកទាំងអស់គ្នា CEO ម្នាក់នេះគាត់មានវិធីសាស្ត្រនិយាយពីការកាត់បណ្ណោះដោយមិនមានភាពចលាចលពីបុគ្គលិកនរណាគេម្នាក់នោះទេពួកអីគាត់ឆ្លាតខ្ញុំជឿថាបងខ្លះគាត់ស្ដាប់អត់ទាន់កន្លែងហ្នឹងឯងកន្លែងហ្នឹងគឺចង់បានថាចេះលុយបណ្ណោះរាល់ឆ្នាំ$6000តែក្រុមហ៊ុនជួបបញ្ហាគេកាត់អស់$2000នៅសល់តែ$4000ឯង Manager គាត់ដឹងថាត្រូវទៅនិយាយមិនជាមួយនឹងបុគ្គលិកទេព្រោះកាត់បណ្ណោះ$6000នឹងបុគ្គលិកទាំងអស់គ្នាអញ្ចឹងណាបើកាត់អស់$2000នៅសល់តែ$4000សម្រាប់ទាំងអស់គ្នាអញ្ចឹងគាត់អត់ដឹងមានពាក្យអីទៅនិយាយទេបើនិយាយមានតែការតវ៉ាមានតែបដកម្មមានតែឈួរច្បល់មកវិញគាត់ពិបាកចិត្តប៉ុន្តែសម្រាប់ CEO ដែលគាត់បានទៅនិយាយហើយគាត់ពិបាកចិត្តគាត់គ្រាន់តែលឺភ្លាមគាត់គិតមកស្ទុះគាត់ដឹងមានវិធីសាស្ត្រត្រូវទៅនិយាយមួយបុគ្គលិកហើយវិធីសាស្ត្រមុនហ្នឹងដែលគាត់បាននិយាយដែលខ្ញុំសម្រាយហ្នឹងបណ្ណោះដំបូងដែលគាត់ប្រាប់បុគ្គលិកពេលប្រជុំលើកទី1ហ្នឹងតែ$2000ទេក្រោយមកទៀតកិច្ចប្រជុំលើកទី2បានគាត់ប្រាប់ថាគាត់ចរចាជាមួយ